ជំរាបសួរលោកគ្រូខ្ញុំមកពីឋានៈក្រុម SV 1323ឥឡូវនេះមកធ្វើការបញ្យល់ជាមួយនឹង command ដែលលោកគ្រូដាក់ឲ្យថ្ងៃមិញមុននឹង execute យើងធ្វើការបញ្យល់ជាមួយនឹង command ទាំងអស់ហ្នឹងឥឡូវយើងចាប់ផ្ដើមពី echo នេះគឺជា command ដែលយើងសម្រាប់ output ជាមួយនឹង text អីផ្សេងហ្នឹងហើយដក e យើងប្រើសម្រាប់យើងដាក់ជាមួយនឹង /n ដើម្បីវាចុះបន្ទាត់ឬក៏ /t វាដក clear នៅក្នុងdouble quote នេះគឺជាតម្លៃដែលយើង output វាចេញមកក្រៅដូចជា echo នេះ echo ហ្នឹងវា output តម្លៃនៅក្នុង double quote ហ្នឹងអញ្ចឹងយើងធ្វើការ execute វានេះគឺជាទិន្នន័យដែលវា output មកហើយបន្តមកទៀត read cm នេះបានន័យថាវាយើងទទួលយកតម្លៃ input ដែលយើងវាយចូលយើង input ទិន្នន័យចូលsemicolon នេះគឺយើងប្រើសម្រាប់បញ្ចប់ command មួយហើយយើងតមកប្រើ command មួយទៀតអញ្ចឹងយើងបញ្ចប់ command echo យើងចូលមក command read ហើយយើងឲ្យវាជា variable cm នេះយើងតាំងវាជា variable ហើយយើងបញ្ចប់ command នេះយើងបន្តចូល command មួយទៀតគឺនៅក្នុង command នេះវាមានច្រើនអញ្ចឹងយើងត្រូវការប្រើវងកញ្ចក់ដើម្បីក្តោបជាមួយនឹង command របស់វានៅក្នុងផ្នែកមួយហ្នឹងអញ្ចឹងនៅក្នុងឃ្នាបនេះគឺគេប្រើសម្រាប់សិក្សាលក្ខខណ្ឌគេសិក្សាលក្ខខណ្ឌមិនគឺសិក្សាលក្ខខណ្ឌថាគេឲ្យ variable cm នេះស្មើជាមួយនឹង HHD អញ្ចឹងនៅក្នុង echo យើងបានបញ្ជាក់ថាឲ្យ user type ជាមួយនឹង command មាន HHD RAM IP TT CPU អញ្ចឹងនៅក្នុងលក្ខខណ្ឌទី1នេះយើងឲ្យ variable នឹងស្មើជាមួយនឹង HHD បើ variable នឹងស្មើអញ្ចឹងលក្ខខណ្ឌវានឹងប្រើឆ្នប់នឹងវានឹង run ជាមួយនឹង command មួយនេះអញ្ចឹងមានន័យថាឆ្នប់នឹងមានន័យថានៅពេលខាងនេះត្រូវដំណើរការខាងនេះក៏ដំណើរការដែរបន្ទាប់មកខាងនេះក៏ដូចគ្នាគឺ cm វាជា variable យើងឲ្យវាស្មើជាមួយនឹង RAM ហើយឆ្នប់ដឹងនេះ run ជាមួយនឹងបើវាស្មើជាមួយនឹង RAM វា run ជាមួយនឹង command free.h ខាងនេះដូចគ្នាគឺ cm ស្មើជាមួយ IP វានឹង run ជាមួយនឹង hostname.i cm ស្មើជាមួយនឹង TT វានឹង run ជាមួយនឹង datetime.cl timedate.cl បើ cm ស្មើជាមួយ CPU វានឹង run ជាមួយនឹង command ls CPU បើវាអត់មានស្មើជាមួយអីទេវានឹង run ចេញថា echo command not found ជាមួយនឹង variable យើងអូខេហើយឆ្នប់ឬនេះគឺជាឆ្នប់ឬមានន័យថា command ឧទាហរណ៍នេះគឺជា command មួយនៅពេល command នេះដើរអញ្ចឹង command ទាំងអស់នេះគឺអត់ដើរទេគឺវាអត់មានដំណើរការអញ្ចឹងនៅពេលដែល command ទី1ដើរអញ្ចឹង command ដទៃវាអត់ដំណើរការប៉ុន្តែបើ command ទី2ដើរ command ទី1និង command ដទៃទៀតវាអត់ដើរទេអញ្ចឹងវាធ្វើដូចគ្នាទាំងអស់ command ទី3ដើរ command ទី1ទី2អត់ដើរហើយនឹងបន្តមកទៀតអត់ដើរអញ្ចឹងបើលក្ខខណ្ឌមួយនេះត្រូវ HHD ត្រូវវានឹង run ជាមួយនឹង df.h ហើយអាផ្សេងទៀតវាអត់ run ទេហើយបើ command RAM ត្រូវវា run តែ command RAM វា run តែ command free.h ទេឬក៏ IP ត្រូវវា run តែ hostname.i ឬក៏ TT ត្រូវវា run តែ timedate.ctl ឬក៏ CPU ត្រូវវា run តែ ls CPU ទេអញ្ចឹងអាផ្សេងទៀតវាអត់ run ទេឥឡូវយើងមកតេស្តទាំងអស់គ្នាធ្វើការ clear សិនយើង run វាឧទាហ
ហរណ៍ទី1គឺ HDD នៅពេលដែលយើងវាយ HDD វាជាមួយ run ជាមួយនឹងវាទៅ run ជាមួយនឹង df.h វាបង្ហាញជាមួយនឹង drive អីដែលយើងមានឥឡូវយើងចូលទៅខាង RAM ម្ដងយើងវាយពាក្យថា RAM វា run ជាមួយនឹង command free.h វាបង្ហាញពី RAM ពីអីដែលយើងប្រើយើង free ទាំងអស់យើងមានជាមួយនឹង command IP យើង run ម្ដងទៀតយើងជ្រើសពី IP វានឹងវា run ជាមួយនឹង hostname .i ចឹង hostname .i command វាបង្ហាញពី IP address របស់យើងហើយនិង MAC address របស់យើងហើយបន្តមកទៀតយើង run ជាមួយនឹងបន្ទាប់ពី IP យើងមាន TT វាបង្ហាញពី time date របស់យើងឥឡូវហ្នឹងគឺយើងនៅយើង time date របស់យើងគឺបូក7 local time ហើយយើង time zone របស់យើងគឺអាស៊ីភ្នំពេញមួយទៀតគឺជាមួយនឹង CPU វានឹង run ជាមួយនឹង spec វាបង្ហាញវា run ជាមួយនឹង command lscpu វា run ជាមួយនឹង command lscpu យើងចឹងវាបង្ហាញពី architecture របស់ CPU យើង bit របស់ CPU យើងនិយាយទៅវាបង្ហាញពី vendor ID របស់ខ្ញុំគឺ Apple ហើយបន្តមកទៀតចុងក្រោយនៅពេលដែលយើងវាយខុសឧទាហរណ៍ថា hey ចឹងវាបញ្ជាក់ថា command not found hey ចឹង command not found hey គឺវាចាប់ពី variable ដែលយើង variable ពាក្យដែលយើងបំពេញហ្នឹងបើយើងបំពេញពាក្យថា hey variable ហ្នឹងมันចាប់យកពាក្យថា hey នឹងវា hey វាយកទៅបញ្ជាក់លក្ខខណ្ឌបើអត់មានទេវាប្រាប់ថា command ហ្នឹង not found អញ្ចឹងវីដេអូនេះគឺចាប់ត្រឹមហ្នឹងសូមអរគុណលោកគ្រូ